បងប្អូនថ្ងៃនេះខ្ញុំចង់មកនិយាយរឿងខ្មោចតាំងពីខ្ញុំកើតមកខ្ញុំដឹងក្តីមករហូតដល់ឥឡូវគឺខ្ញុំចង់ចែករំលែកឲ្យបងប្អូនដឹងថាខ្ញុំជួបអីខ្លះរឿងដែលខ្ញុំបានជួបដំបូងគេហ្នឹងគឺប្រហែលជានៅទូចអាយុប្រហែលជា5-6 ឆ្នាំរឿងហ្នឹងកើតឡើងនៅប្រទាយមានជ័យបងប្អូនប្រទាយមានជ័យហ្នឹងផ្ទះខ្ញុំហ្នឹងនៅលើភ្នំនៅជាប់ជើងភ្នំជើងភ្នំហ្នឹងជើងភ្នំស្វាយបងប្អូនអ្នកប្រទាយមានជ័យដឹងហើយកាលនោះផ្ទះខ្ញុំនៅជាប់ជើងភ្នំនៅលើភ្នំហ្មងនៅជើងភ្នំហ្មងហើយដីខ្ញុំវាចោលទៅចេះឡើងទៅលើភ្នំអញ្ចឹងផ្ទះយើងនៅពីមុខនៅពីក្រោមតែពេលផ្ទះនៅពីក្រោមកាលជំនាន់មុនយើងអត់មានប្រព័ន្ធអនាម័យអីដូចជំនាន់ឥឡូវទេអញ្ចឹងយើងធ្វើអាប្រព័ន្ធសម័យមុនប្រព័ន្ធជីកហើយយើងមើលទៅក្រោមឃើញបាត់ជើងបាត់អីគឺឃើញទាំងអស់អញ្ចឹងបងប្អូនដែលធ្លាប់បាត់ជើងនៅប្រព័ន្ធហ្នឹងដឹងហើយប្រព័ន្ធរបៀបប្រព័ន្ធយើងជីកលងហើយយើងដាក់ក្តារជន់ហ្មងជន់ទៅតែមកប្រឡោះជើងយើងជន់នេះហើយយើងបាត់ជើងបាត់អីចឹងទៅពីលើហ្នឹងទៅមើលក្រោមឃើញទៅឃើញអីទាំងអស់ហ្មងហើយយើងអត់ដាក់ក្បែរផ្ទះទេប្រគុណហ្នឹងយើងអត់ធ្វើក្បែរផ្ទះទេយើងធ្វើឆ្ងាយពីផ្ទះឆ្ងាយមែនទែនហើយវាក្បែរព្រៃដែរពេលហ្នឹងគឺជាការចងចាំដំបូងគេដែលខ្មោចលងទាំងកណ្ដាលថ្ងៃហ្មងម៉ោង 12 ថ្ងៃត្រង់ហ្មងខ្ញុំហើយនឹងប្អូនខ្ញុំប្អូនទី2របស់ខ្ញុំហ្នឹងថ្ងៃហ្នឹងម៉ាក់ខ្ញុំគាត់ទិញគាត់ទិញឈុតមកឈុតហ្នឹងសហើយមានប៉ស្បៃហើយសពុតខ្ញុំមានអាវអញ្ចឹងទៅប្អូនខ្ញុំក៏មានអាវដែរសពុតដែរស្តៀងគ្នាហ្មងអញ្ចឹងពេលហ្នឹងគឺម៉ាក់ខ្ញុំប្រើប្អូនខ្ញុំឲ្យទៅទិញខ្លាញ់ទិញប្រេងសណ្ដែកទិញអីចឹងជំនាន់ហ្នឹងគេលក់អាថងច្រកមួយថងអំបិលស្ករប៊ីចេងអីគេច្រក100 200អញ្ចឹងជំនាន់នៅប្រទេសមានជ័យហ្នឹងគេមិនហៅ100 200គេហៅ1 បាត 2 បាតគេហៅលុយថៃអញ្ចឹងទៅទិញបាត់ហើយអញ្ចឹងខ្ញុំក៏ឈឺបាត់ជើងដល់ពេលឈឺបាត់ជើងយើងទៅម្នាក់ឯងហ្មងហើយកណ្ដាលថ្ងៃមានគិតអីប្រហែលជាអាយុ6-7 ឆ្នាំដូចជាដឹងក្តីឯងពេលហ្នឹងនិយាយទៅរឿងដឹងក្តីគឺខ្ញុំដឹងក្តីតាំងពីអាយុ3 ឆ្នាំមកអញ្ចឹងទៅខ្ញុំទៅបាត់ជើងហើយបដាយើងខ្លាចកាលហ្នឹងក្មេងខ្លាចបាត់ជើងបដាច្រៀងបដាច្រៀងប្រឡប់ដល់ពេលច្រៀងលឺហ្មងលេងស្រាប់តានៅប្រគុណនៅក្រោយប្រគុណយើងហ្នឹងតែយើងអង្គុយចောင်းហោងទៅអាក្រោយប្រគុណយើងហ្នឹងវាអញ្ចឹងគេធ្វើមិនមែនថ្មអីទេធ្វើអញ្ចឹងសង្កសីនិយាយទៅអញ្ចឹងហ្នឹងវាមានធ្លុះបន្តិចធ្លុះមកប្រឡោះប៉ុណ្ណេះអីចឹងមកមុំយើងមើលឃើញទៅខាងក្រៅអញ្ចឹងទៅស្រាប់តែខ្ញុំច្រៀងស្រាប់តែដូចជាមានមនុស្សគប់ជួដុំថ្មគប់ផាំងឡងយើងភ្ញាក់ហ្មងឡងដាច់អាកំពុងច្រៀងដល់ពេលនេះវាដាច់ចម្រៀងយើងងាកមិនភ្ញាក់ងាកមើលក្រោយស្រាប់តែឃើញនិយាយព្រឺរោមឃើញរោពណ៌សដែលដូចប្អូនស្រីខ្ញុំស្លៀកប៉ុន្តែវែងអូសដីស្រាប់តែវាព្រឺរោមបងប្អូនស្រាប់តែអូសរោមហ្នឹងដើរចូលទៅក្នុងព្រៃនៅគៀនប្រគុណខ្ញុំហើយព្រៃនៅគៀនប្រគុណខ្ញុំហ្នឹងមិនបាច់ថាមនុស្សទេសូម្បីតែសត្វក៏ចូលអត់រួចដែរសត្វតែបន្លាហើយព្រៃឡងស្ដុកមិនដឹងជាបន្លាអីទេពេលហ្នឹងដូចបន្លាស្អិតគូច្រើនមែនតើរបៀបព្រៃក្រោយផ្ទះអញ្ចឹងគេអត់មានដាំដំណាំអត់មានអីទេគេទុកចោលអញ្ចឹងណាហើយយើងក៏ធ្វើប្រគុណនៅចិត្តហ្នឹងលេងស្រាប់តែខ្ញុំងាកមកឃើញគេអូសរោមហ្នឹងចូលអត់មានឃើញមនុស្សឃើញអីឃើញតែរោមហ្នឹងអូសចូលទៅក្នុងព្រៃហ្នឹងទៅខ្ញុំក៏ស្រែកសួរថាណាគេហ្នឹងស្មៃមែនដល់ពេលងាកមើលខាងក្រោយយូរទៅអូសចូលខ្វោកឡងផុតមានណាដឹងបដ ơiមានណាមានបានលៀងអីទេគឺគ្រាន់តែងើបពុបរត់ត្រង់ចុះទៅហើយផ្លូវអាពីប្រគុណហ្នឹងនៅនេះឧទាហរណ៍នៅលើភ្នំហើយផ្ទះយើងមិនចោតចេះរត់ត្រង់មកហ្មងមិនគ្មានងាកក្រោយបន្តិចទេរត់ត្រង់មកក្រោមតតបុកនឹងចាំងផ្ទះទៅបានភ្ញាក់ខ្លួនណាដល់ពេលភ្ញាក់ខ្លួនមកសួរម៉ាក់ខ្ញុំថាម៉ាក់ប្អូនខ្ញុំឈ្មោះស្មីហ្នឹងវាទៅក្រោយប្រគុណមែនថាអត់ទេហើយដល់ពេលនេះមើលទៅមុខផ្ទះឃើញវាពងរត់គេរត់ច្រៀងបដាគេកាន់ខ្លាញ់គេកាន់ប្រេងសណ្ដែកហ្នឹងគេកាន់បដាគេកាន់មកបដាហើយខំអត់ជឿទេសុកចិត្តថាមែនទេអញទៅបន្លាចអញហីទៅអញបានបន្លាចទៅអញទៅមកពីទិញខ្លាញ់មិញហ្នឹងបានដឹងបដាថាអូលេងទាំងថ្ងៃហ្មងលងយើងទាំងថ្ងៃទៅហៅណាហើយនៅមានរឿងច្រើនទៀតបងប្អូនចាំវគ្គ 2គឺខ្ញុំនិយាយមកអានោះគឺស្ដែងហ្មងវគ្គ 1និយាយតែប៉ុណ្្នឹងសិនហើយចាំវគ្គ 2ខ្ញុំនិយាយនៅវីដេអូក្រោយទៀតអរគុណបាយបាយបងប្អូននេះខ្ញុំថតរឿងខ្មោចខ្ញុំនិយាយរឿងខ្មោចវីដេអូទី2ហើយឥឡូវខ្ញុំខ្លាចទៀតហើយបងប្អូនវីដេអូទី1គឺខ្ញុំនិយាយតាំងពីមួយខែមុនឥឡូវចូលវីដេអូទី2គឺខ្ញុំនិយាយហើយខ្ញុំខ្លាចទៀតហើយខ្ញុំដេកឲ្យតែខ្ញុំខ្លាចខ្ញុំផ្អែកខ្ញុំរកអីផ្អែកហើយខ្ញុំខ្លាចអញ្ចឹងឥឡូវខ្ញុំអត់យល់ខ្លួនឯងខ្ញុំនិយាយរឿងខ្មោចខ្លួនឯងឃើញហើយខ្ញុំខ្លាចអញ្ចឹងវីដេអូទី2នៅថ្ងៃស្អែកបងប្អូនប៉ុន្តែវីដេអូទី1គឺខ្ញុំថតតាំងពីមួយខែមុននិយាយឲ្យខ្លាចហ្មងទ្រាំដាច់ចិត្តថតវីដេអូទី2ទៀតដូចឈួតចឹងហើយបងប្អូនមានរឿងខ្មោចអីចង់ចែកម្លែកអីអាចឆាតទៅ TikTok ឬក៏ Page ខ្ញុំបានណាខ្ញុំនឹងជ្រើសរើសរឿងណាដែលរន្ធត់យកមកចែកម្លែកតតែនេះខ្ញុំចែកម្លែករឿងខ្លួនឯងសិនបងប្អូន
តែឥឡូវខ្ញុំចែកលេខឲ្យខ្ញុំខ្លាចមែនទែនខ្ញុំមានអារម្មណ៍ថាខ្លាចទៅពេលថ្ងៃគឺខ្ញុំខ្លាចដែរដោយសារអីខ្ញុំជួបទាំងថ្ងៃជួបទាំងយប់អញ្ចឹងតែខ្ញុំខ្លាចមែនទែនហើយឥឡូវបន្ទប់ទឹកនៅចិត្តនេះនៅចិត្តហ្នឹងខ្ញុំអត់ហ៊ានទៅហើយទាំងថ្ងៃសោះដូចឈួតចឹងបងប្អូនថ្ងៃនេះខ្ញុំចង់មកនិយាយរឿងខ្មោចតាំងពីខ្ញុំកើតមកខ្ញុំដឹងក្តីមករហូតដល់ឥឡូវគឺខ្ញុំចង់ចែករំលែកឲ្យបងប្អូនដឹងថាខ្ញុំជួបអីខ្លះរឿងដែលខ្ញុំបានជួបដំបូងគេហ្នឹងគឺប្រហែលជានៅទូចអាយុប្រហែលជា 5-6 ឆ្នាំរឿងហ្នឹងកើតឡើងនៅប្រទាយមានជ័យបងប្អូនប្រទាយមានជ័យហ្នឹងផ្ទះខ្ញុំហ្នឹងនៅលើភ្នំនៅជាប់ជើងភ្នំណាជើងភ្នំហ្នឹងជើងភ្នំស្វាយបងប្អូនអ្នកប្រទាយមានជ័យដឹងហើយកាលហ្នឹងផ្ទះខ្ញុំនៅជាប់ជើងភ្នំនៅលើភ្នំហ្មងនៅជើងភ្នំហ្មងហើយដីខ្ញុំវាចែកវាចោតទៅចែកឡើងទៅលើភ្នំអញ្ចឹងផ្ទះយើងនៅពីមុខនៅពីក្រោមតែពេលផ្ទះនៅពីក្រោមកាលជំនាន់មុនយើងអត់មានប្រព័ន្ធអនាម័យអីដូចជំនាន់ឥឡូវទេអញ្ចឹងយើងធ្វើអាប្រគុណសម័យមុនប្រគុណជីកហើយយើងមើលទៅក្រោមឃើញបាត់ជើងបាត់អីគឺឃើញទាំងអស់អញ្ចឹងបងប្អូនដែលធ្លាប់បាត់ជើងនៅប្រគុណហ្នឹងដឹងហើយប្រគុណរបៀបប្រគុណយើងជីកលងហើយយើងដាក់ក្តារជន់ហ្មងជន់ទៅតែមកប្រឡោះជើងយើងជន់នេះហើយយើងបាត់ជើងបាត់អីអញ្ចឹងទៅពីលើហ្នឹងទៅមើលក្រោមឃើញតកៅឃើញអីទាំងអស់ហ្មងហើយយើងអត់ដាក់ក្បែរផ្ទះទេប្រគុណហ្នឹងយើងអត់ធ្វើក្បែរផ្ទះទេយើងធ្វើឆ្ងាយពីផ្ទះឆ្ងាយមែនទែនហើយវាក្បែរព្រៃដែរពេលហ្នឹងគឺជាការចងចាំដំបូងគេដែលខ្មោចលងទាំងកដាលថ្ងៃហ្មងម៉ោង 12 ថ្ងៃត្រង់ហ្មងខ្ញុំហើយនឹងប្អូនខ្ញុំប្អូនទី 2 របស់ខ្ញុំហ្នឹងថ្ងៃហ្នឹងម៉ាក់ខ្ញុំគាត់ទិញគាត់ទិញឈុតមកឈុតហ្នឹងសហើយមានប៉ស្បៃហើយសពុតខ្ញុំមានអាវអញ្ចឹងទៅប្អូនខ្ញុំក៏មានអាវដែរសពុតដែរស្តៀងគ្នាហ្មងអញ្ចឹងពេលហ្នឹងគឺម៉ាក់ខ្ញុំប្រើប្អូនខ្ញុំឲ្យទៅទិញខ្លាញ់ទិញប្រេងសណ្ដែកទិញអីចឹងជំនាន់ហ្នឹងគេលក់អាថងច្រកមួយថងអំបិលស្ករប៊ីចេងអីគេច្រក100 200អញ្ចឹងជំនាន់នៅប្រទីមានជ័យហ្នឹងគេមិនហៅ100 200គេហៅ1 បាត 2 បាតគេហៅលុយថៃអញ្ចឹងទៅទិញបាត់ហើយអញ្ចឹងខ្ញុំក៏ឈឺបាត់ជើងដល់ពេលឈឺបាត់ជើងយើងទៅម្នាក់ឯងហ្មងហើយកណ្ដាលថ្ងៃមានគិតអីប្រហែលជាអាយុ 6-7 ឆ្នាំដូចជាដឹងក្តីឯពេលហ្នឹងនិយាយទៅរឿងដឹងក្តីគឺខ្ញុំដឹងក្តីតាំងពីអាយុ 3 ឆ្នាំហ្មងអញ្ចឹងទៅខ្ញុំទៅបាត់ជើងហើយបដាយើងខ្លាចហ៎កាលហ្នឹងក្មេងខ្លាចបាត់ជើងបដាច្រៀងបដាច្រៀងប្រឡប់ដល់ពេលច្រៀងលឺហ្មងលេងស្រាប់តានៅប្រគុណនៅក្រោយប្រគុណយើងហ្នឹងតែយើងអង្គុយចောင်းហោងទៅអាក្រោយប្រគុណយើងហ្នឹងវាអញ្ចឹងគេធ្វើមិនមែនថ្មអីទេធ្វើអញ្ចឹងសង្កសីនិយាយទៅអញ្ចឹងហ្នឹងវាមានធ្លុះបន្តិចធ្លុះមកប្រឡោះប៉ុណ្ណេះអីចឹងមកមុំយើងមើលឃើញទៅខាងក្រៅអញ្ចឹងទៅស្រាប់តែខ្ញុំច្រៀងស្រាប់តែដូចជាមានមនុស្សគប់ជួដុំថ្មគប់ផាំងឡងយើងភ្ញាក់ហ្មងឡងដាច់អាកំពុងច្រៀងហ៎ដល់ពេលនេះវាដាច់ចម្រៀងយើងងាកមិនភ្ញាក់ងាកមើលក្រោយស្រាប់តែឃើញអ៊ុយនិយាយព្រឺរោមឃើញរោពណ៌សដែលដូចប្អូនស្រីខ្ញុំស្លៀកប៉ុន្តែវែងអូសដីស្រាប់តែអ៊ុយវាព្រឺរោមមើលព្រឺរោមហើយបងប្អូនស្រាប់តែអូសរោមហ្នឹងដើរចូលទៅក្នុងព្រៃនៅគៀនប្រគុណខ្ញុំហើយព្រៃនៅគៀនប្រគុណខ្ញុំហ្នឹងមិនបាច់ថាមនុស្សទេសូម្បីតែសត្វក៏ចូលអត់រួចដែរសត្វតែបន្លាហើយព្រៃឡងស្ដុកមិនដឹងជាបន្លាអីទេពេលហ្នឹងដូចបន្លាស្អិតគូច្រើនមែនតើរបៀបព្រៃក្រោយផ្ទះចឹងគេអត់មានដាំដំណាំអត់មានអីទេគេទុកចោលចឹងណាហើយយើងក៏ធ្វើប្រគុណនៅចិត្តហ្នឹងលេងស្រាប់តែខ្ញុំងាកមកឃើញគេអូសរោបនឹងចូលអត់មានឃើញមនុស្សឃើញអីឃើញតែរោបនឹងអូសចូលទៅក្នុងព្រៃហ្នឹងទៅខ្ញុំក៏ស្រែកសួរថាណាគេហ្នឹងស្មៃមែនដល់ពេលងាកមើលខាងក្រោយយូរទៅអូសចូលខ្វោកលំផុតមានណាដឹងបដ ாய் មានណាមានបានលៀងអីទេគឺគ្រាន់តែងើបពុបរត់ត្រង់ចុះទៅហើយផ្លូវអាពីប្រគុណហ្នឹងនៅនេះឧទាហរណ៍នៅលើភ្នំហើយផ្ទះយើងមិនចោតចេះរត់ត្រង់មកហ្មងគ្មានងាកក្រោយមិនបន្តិចទេរត់ត្រង់មកក្រោមតតែបុកនឹងចាំងផ្ទះតែបានភ្ញាក់ខ្លួនណាដល់ពេលភ្ញាក់ខ្លួនមកសួរម៉ាក់ខ្ញុំថាម៉ាក់ប្អូនខ្ញុំឈ្មោះស្មៃហ្នឹងវាទៅក្រោយប្រគុណមែនថាអត់ទេហើយដល់ពេលនេះមើលទៅមុខផ្ទះឃើញវាពងរត់គេរត់ច្រៀងបដាគេកាន់ខ្លាញ់គេកាន់ប្រេងសណ្ដែកហ្នឹងណាគេកាន់បដាគេកាន់មកបដាហើយខំអត់ជឿទេសុកចិត្តថាមែនទេអញទៅបន្លាចអញហីទេអញបានបន្លាចទេអញទៅមកពីទិញខ្លាញ់មិញហ្នឹងបានដឹងបដាថាអូលេងទាំងថ្ងៃហ្មងលងយើងទាំងថ្ងៃទៅហៅណាហើយនៅមានរឿងច្រើនទៀតបងប្អូនចាំវគ្គ 2 គឺខ្ញុំនិយាយមកអានោះគឺស្ដែងហ្មងវគ្គ 1 និយាយតែប៉ុណ្្នឹងសិនហើយចាំវគ្គ 2 ខ្ញុំនិយាយនៅវីដេអូក្រោយទៀតអរគុណបាយបាយ